highlight ដែលអំពីការប្រកួតរបស់ក្រុមគោព្រៃកម្ពុជាបាទប្រកួតគ្នាជាមួយនឹងក្រុមជម្រើសជាតិប៉ាគីស្ថានដែលនេះគឺជាការប្រកួតជុំទី2នៅក្នុងវគ្គជម្រុះពានរង្វាន់ AFC Under 23 ASEAN Cup ឆ្នាំ2026ក្នុងពូល G បាទដោយបើកឆាកកម្ពុជាស្មើជាមួយអូម៉ង់0-0ប្រកួតបើកឆាករបស់ប៉ាគីស្ថានគឺចាញ់អ៊ីរ៉ាក់8-1កែបាល់ដំបូងចេញពីជើងរបស់ក្រុមគោព្រៃកម្ពុជាឯកសណ្ឋានអាវពណ៌ខៀវផ្ទៃមេឃខោពណ៌សស្របពេលដែលក្រុមជម្រើសជាតិប៉ាគីស្ថានគឺប្រើប្រាស់ឯកសណ្ឋានពណ៌បៃតងចាស់មួយឈុតបើកឆាកដំបូងគឺជាការតែតមិនចំគោលដៅរបស់ខ្សែប្រយុទ្ធមុនរ៉ាដូនៅនាទីទី2បាទដោយលោតតែតបាទក៏បាទគឺមិនមានការរៀបរៀងពីខ្សែការពាររបស់បាទប៉ាគីស្ថានឡើយយ៉ាងណាក៏ដោយប៉ាគីស្ថានក៏មានឱកាសនៅក្នុងការសុទ្ធទៅលើទីរបស់កម្ពុជាដែរមួយជើងនេះពីAdil Younas បាទការទាត់របស់ខ្សែប្រយុទ្ធពាក់អាវលេខ9របស់ប៉ាគីស្ថានប៉ុន្តែបាល់នេះបាទគឺហើរឡើងទៅខាងលើបាទហើយក៏ចេញទៅខាងក្រៅមិនមានការរំខានដល់រេកលីហេងឡើយកន្លែងនេះគឺជាកន្លែងដែលគោព្រៃកម្ពុជាទទួលបានគ្រាប់បាល់បាទក៏ដូចជាការបាទទាត់មួយជើងរបស់មុនរ៉ាដូឡងពីខ្សែការពារក៏ទាត់ផ្ដាច់ដោយខ្សែប្រយុទ្ធJames David នៅនាទីទី31ជាគ្រាប់បាល់តែមួយគត់ក៏ជាគ្រាប់បាល់ជ័យជំនះរបស់ក្រុមគោព្រៃកម្ពុជាដែលមានតាំងតែពីវគ្គទី1មុនរ៉ាដូអស់ពីស្លាបខាងឆ្វេងមកខាងក្នុងប្រអប់គ្រោះថ្នាក់ក៏ទាញហើយក៏ទាញមកទៀតទាត់ទៅជាមួយនឹងកាពីតែនក្រុមបាទ United ហើយក៏បាទ James David ជួយសម្រេចបាទការទាត់គ្រាប់បាល់របស់ខ្លួនបាទមួយជើងនេះបាទចំគោលដៅតែមួយគត់នៅក្នុងវគ្គទី1ហើយក៏សម្រេចជាគ្រាប់បាល់តែម្ដងឱកាសរបស់ក្រុមគោព្រៃកម្ពុជាបាទមានជារឿយៗជាបន្តបន្ទាប់ខណៈដែលវគ្គទី1គឺលទ្ធផលបញ្ចប់ជាផ្លូវការប៉ាគីស្ថាន0កម្ពុជា1ឈានចូលដល់វគ្គទី2បាល់កែចេញពីជើងរបស់ក្រុមជម្រើសជាតិប៉ាគីស្ថាននៅក្នុងវគ្គទី2នេះប៉ាគីស្ថានបាទដាក់គំនាបក៏ដូចជាការលេងបាល់លឿនខ្លាំងទៅលើក្រុមគោព្រៃកម្ពុជាបើទោះបីជាមិនអាចសម្រេចគ្រាប់បាល់បានក៏ដោយនេះគឺជាការតែតមិនចំគោលដៅរបស់ខ្សែការពារបាទមហាម៉ាត់អាឌីលបាទគណៈដែលកម្ពុជាក៏មានឱកាសបាទតែតមកវិញបាទក៏មានឱកាសនៅក្នុងការសម្រុកមកវិញដែរបាទនៅក្នុងវគ្គទី2បើទោះបីជាមិនមានគ្រាប់បាល់កើតឡើងទៀតក៏ដោយប៉ុន្តែបាទក្រុមទាំងពីរបានបង្ហាញអំពីបាទការសម្រុកបាទទៅវិញទៅមកបាទគណៈដែលឱកាសរបស់កម្ពុជាក៏មានច្រើនបាទនេះគឺកន្លែងដែលទាត់មកមួយជើង James David បាទគឺស្ទើរតែមានឱកាសរកគ្រាប់បាល់ទី2បានទៅហើយប៉ុន្តែអ្នកចាំទី Adam Najib Ahmed បាទគឺបដិសេធសំណើមួយនេះបាទរត់ទៅបាទទៅជះបាល់ចេញតែម្ដងបាទពីការទាត់របស់ James David បាទគណៈដែលក្រុមជម្រើសជាតិបាទប៉ាគីស្ថានក៏មានឱកាសមកវិញផងដែរការតែតមាញ់មិញរបស់កីឡាករ Fergan Umar ប៉ុន្តែនៅសល់ជើងរបស់ Yong Phumin បាទដែលជាអ្នកបាទនៅការពារមុខទីជំនួសបាទកន្លែងរបស់បាទ Red Lee Hage ដែលឡើងមកជះបាល់មិនចំគោលដៅកន្លែងនេះបាទខ្វាន់សុបិនបាទសោកស្ដាយមែនទែនបាទដែលបាទសុបិនបាទគឺมันអាចរុញបាល់ចូលទៅទីបានបែរជាលោតទៅទប់ហើយក៏ទាត់បាទមួយជើងទៀតបាទហើយក៏មិនបានសម្រេចបាទខាងក្រុមជម្រើសជាតិប៉ាគីស្ថានបាទចុងក្រោយនេះក៏មកជើងទៀតបាល់ហោះឡើងទៅខាងលើឱកាសបាទគេលើមុខតបូលទូកបាទគឺស្រួយមែនតើទប់រុញទាត់តែម្ដងបាទតែបាល់នេះបាទជាទាត់ហើទៅលើបាទដំបូលទីទៅវិញចុងក្រោយ